យើងនឹងចេញទៅជញ្ជក់ឈាមមនុស្សទាំងនោះដើម្បីធ្វើឲ្យជីវិតរបស់យើងអមតៈវាគឺជាឱកាសល្អបំផុតដើម្បីចេញទៅជញ្ជក់ឈាមព្រោះមនុស្សទាំងអស់នោះកំពុងតែពិការភ្នែកមើលអ្វីពុំឃើញសំអាងលើយុទ្ធសិលនាងកំពេចកំប៉ុងប៉ុណ្ណឹងតើអាចធ្វើអីយើងបានទៅហាប្រើដំបងទេពបុកសំលុះបេះដូងរបស់នាងព្រាយធ្វើឲ្យនាងព្រាយស្លាប់នាពេលនោះទៅនាងស្លាប់ហើយមែនទេមិនហើយនាងស្លាប់ហើយតែនៅបរិវាររបស់នាងដែលនៅមិនទាន់ស្លាប់ហាតើត្រូវធ្វើយ៉ាងម៉េចទៅរឿងមុនត្បូងទទឹមអស់កាលដ៏យូរលង់ណាស់មកហើយមានរឿងចម្លែកមួយបានកើតឡើងរឿងចម្លែកនោះគឺមានត្បូងទទឹមមួយគ្រាប់ដែលជាព្រះនេត្រស្ថិតនៅកណ្ដាលថ្ងាសនៃព្រះបដិមាករនឹងហើយត្បូងទទឹមនោះហើយដែលមានវិញ្ញាណសន្ធិនមានពេលមួយត្បូងទទឹមនោះក៏បានធ្លាក់ចុះមកដីហើយក៏បានកើតជាមនុស្សស្រីដែលមានរូបរាងស្អាតបាតដូចជាទេពអប្សរយ៉ាងដូចនេះដែរប៉ុន្តែទាស់តែម្យ៉ាងប៉ុណ្ណោះគឺនាងមានភ្នែកពណ៌ក្រហមមិនដូចជាមនុស្សផ្សេងឡើយបើទោះបីជាបែបនោះក្តីនាងក៏ពេញចិត្តនឹងរូបរាងកាយរបស់នាងណាស់នាងបានសម្លឹងមើលម្រាមដៃម្រាមជើងរបស់នាងដោយសេចក្តីពេញចិត្តជាទីបំផុតពេលនេះយើងបានកើតជាមនុស្សហើយអូយមើលចុះយើងមានដៃមានជើងហើយមានសក់ថែមទាំងមានពណ៌សម្បុរស្បែកនិងស្អាតថែមទៀតផងអូយពេញចិត្តមែនតើហើយសំឡេងអីចេញពីក្នុងពោះខ្ញុំអញ្ចេះហើយហេតុអីបានជាខ្ញុំពិបាកក្នុងខ្លួនបែបនេះមានរឿងអីហ្នឹងហើយតាមពិតនាងកំពុងតែឃ្លានប៉ុន្តែនាងពុំបានដឹងឡើយថានាងកំពុងតែឃ្លានគ្រាន់តែដឹងថាបើមានអីហូបពេលនេះប្រហែលជាល្អណាស់នាងក៏ដើរទៅរកបេះផ្លែឈើព្រៃយកមកហូបមើលទៅតើទៅហូបផ្លែឈើទាំងនេះហើយទៅបាត់សម្លេងក្នុងពោះនេះនាងស្រីក្រមុំក៏លុកបេះផ្លែឈើយកមកហូបប៉ុន្តែដោយសារផ្លែឈើនោះនៅខ្ពស់ទើបនាងមិនអាចឈោងដល់បានឃើញបែបនេះដើមឈើក៏បន្ទន់មែកដើម្បីឲ្យនាងងាយស្រួលបេះអរគុណហើយបោះដើមឈើនាងត្បូងទទឹមនាងពិតជាសំណាងល្អណាស់ដែលបានតាំងសិលខ្លាចជាស្រីក្រមុំរូបស្រស់បែបនេះម្យ៉ាងអាចថាជាចៃដន្យក៏ថាបានដែរនាងបានធ្លាក់ពីលើថ្ងាសរបស់បដិមាករបែបនេះហេតុអីបានជាបងស្រីដឹងថាខ្ញុំនេះកាត់ចេញពីត្បូងទទឹមដែលនៅលើថ្ងាសរបស់បដិមាករបែបនេះយើងសុទ្ធតែជាអ្នកកាន់សិលពាន់ឆ្នាំដូចតែគ្នាទេរឿងអីដែលយើងមិនដឹងនោះប៉ុន្តែនាងមានដឹងទេថាពេលនេះនាងកាត់ជាមនុស្សនេះតើគួរធ្វើយ៉ាងម៉េចខ្លះមិនដឹងទេបងគឺនាងត្រូវមានតួនាទីជួយដល់មនុស្សលោកអ្នកដែលកំពុងត្រូវការឲ្យនាងជួយគឺកំពុងតែរងចាំនាងហើយតែខ្ញុំត្រូវជួយពួកគេដោយរបៀបណាទៅបងខ្ញុំពិតជាមិនដឹងនោះទេគឺនាងត្រូវប្រើយុទ្ធសាស្ត្រដែលនាងមានទៅជួយដល់ពួកគេព្រោះពេលនេះយើងដឹងថាមានមនុស្សមួយភូមិដែលកំពុងតែត្រូវបណ្ដាសាហើយពួកគេងងឹតភ្នែកមើលពុំឃើញឡើយឆ្លៀតពេលដែលពួកគេកំពុងតែងងឹតភ្នែកនេះគ្មានគ្រូណាដែលពូកែអាចព្យាបាលបានឡើយហើយឆ្លៀតពេលដែលអ្នកភូមិកំពុងតែងងឹតភ្នែកមើលពុំឃើញពួកបិសាចអសុរកាយនឹងតាមយាយីពួកគេថែមទៀតផងតែបើឯងបានទៅដល់មុននោះឯងប្រកាសជាអាចរារាំងពួកអសុរកាយមិនឲ្យធ្វើបាបពួកអ្នកភូមិបានឡើយប៉ុន្មានឯបងតែខ្ញុំគួរជួយពួកគេដោយរបៀបណាទៅរឿងនេះត្រូវពឹងលើប្រាថ្នានិងយុទ្ធសាស្ត្ររបស់ឯងហើយ
យើងសោកស្ដាយណាស់ដែលយើងតាំងសិលមិនទាន់បានសម្រេចហើយគ្មាននិស្ស័យក្នុងការជួយដល់ពួកគេគឺមានតែឯងម្នាក់គត់នាងកែវនាងកែវបងហៅឈ្មោះអ្នកណាថានាងកែវគឺហៅឯងនឹងហើយថានាងកែវកើតជាមនុស្សត្រូវតែមានឈ្មោះចាប់ពីពេលនេះទៅបើមានអ្នកណាសួរថាឯងមានឈ្មោះអីឯងត្រូវប្រាប់គេថាឯងឈ្មោះកែវយល់ទេចាយល់ហើយសូមឯងទៅឲ្យបានជោគជ័យណានាងកែវក៏បានដើរសម្ដៅទៅកាន់ភូមិដែលមានបញ្ហាភ្នែកពិការនោះអំឡុងពេលដែលនាងកែវដើរទៅកាន់ភូមិក៏មានអ្នកកំឡោះម្នាក់ដែលជាគ្រូពេទ្យបុរាណនៅក្នុងភូមិមានចំណេះដឹងតពីគ្រួសារដែលជាព្រាហ្មណ៍ធ្លាប់ជារាជពេទ្យនៅក្នុងរាជវាំងស្ពាយកន្ត្រកដាក់ថ្នាំនៅលើខ្នងដើរសម្ដៅចូលព្រៃដើម្បីបេះថ្នាំដើម្បីយកមកព្យាបាលអ្នកជំងឺបើអ្នកភូមិនៅតែបែបនេះទៀតខ្ញុំពិតជាមិនដឹងគួរធ្វើយ៉ាងម៉េចទេវាចម្លែកណាស់ដែលគ្រប់គ្នាឈឺជំងឺភ្នែកមើលពុំឃើញដូចគ្នាបែបនេះរវល់តែបារម្ភច្រឡំផ្លូវបាត់ទីនេះជាកន្លែងណាអញ្ចេះណោះអេនៅទីនេះមានមនុស្សដែរតានាងហេមនុស្សតាតើនាងមកទីនេះធ្វើអីតែម្នាក់ឯងបែបនេះខ្ញុំកំពុងតែដើររកផ្លូវទៅកាន់ភូមិមួយដែលមានមនុស្សពិការភ្នែកតើនាងរកភូមិនោះធ្វើអីដែរទៅគឺខ្ញុំដឹងថាពេលនេះអ្នកភូមិកំពុងតែត្រូវការឲ្យជួយហើយខ្ញុំក៏ដឹងដែរថានៅពេលដែលអ្នកភូមិទាំងនោះកំពុងតែងងឹតភ្នែកមើលពុំឃើញពួកអសុរកាយក៏កំពុងតែចង់មកយាយីពួកគេដូចគ្នាតែបានជាខ្ញុំចង់ទៅដល់ភូមិនោះឲ្យបានមុនអសុរកាយហេតុអីបានជានាងដឹងរឿងច្រើនយ៉ាងនេះហើយខ្ញុំគ្មានពេលរៀបរាប់ជាមួយលោកទេខ្ញុំសុំលាលោកសិនហើយដើម្បីតែដល់ភូមិមុនពេលពួកអសុរកាយនោះវាទៅយាយីអ្នកភូមិអេនាងឈប់សិនខ្ញុំគឺជាគ្រូពេទ្យបុរាណដែលព្យាបាលភ្នែកអ្នកភូមិនោះហើយពិតមែនទេបានមែនហើយបានចឹងលោកឆាប់នាំខ្ញុំទៅភ្លាមទៅចាំបន្តិចខ្ញុំចង់ប្រាប់ថាពេលនេះខ្ញុំក៏កំពុងតែដើរវិញផ្លូវដែរថាម៉េចលោកក៏វិញផ្លូវដែរមែនទេបានមែនហើយគិតធ្វើយ៉ាងម៉េចទៅអញ្ចឹងមិនអីទេទោះខ្ញុំវិញផ្លូវក៏ពិតមែនប៉ុន្តែខ្ញុំនៅតែអាចរកផ្លូវត្រឡប់ទៅភូមិនោះវិញបានដដែលហ្នឹងគ្រាន់តែពួកយើងត្រូវចំណាយពេលយូរបន្តិចព្រោះត្រូវដើរផ្លូវវាងបានចឹងលោកនាំផ្លូវទៅបានចំណែកឯព្រៃអសូរិកាយឯនេះវិញមានតាំងលំនៅនៅឯដើមពោធិ៍ដ៏ធំមួយនៅក្នុងព្រៃជ្រៅព្រៃទាំងនេះបានដឹងថាពេលនេះអ្នកភូមិកំពុងតែជួបនឹងបណ្ដាសាទើបត្រូវពិការភ្នែកទើបគិតថាបានឱកាសដើម្បីបានជញ្ជក់ឈាមអ្នកភូមិនាងស្រីព្រាយក៏និយាយឡើងយើងនឹងចេញទៅជញ្ជក់ឈាមមនុស្សទាំងនោះដើម្បីធ្វើឲ្យជីវិតរបស់យើងអមតៈវាគឺជាឱកាសល្អបំផុតដើម្បីចេញទៅជញ្ជក់ឈាមព្រោះមនុស្សទាំងអស់នោះកំពុងតែពិការភ្នែកមើលអ្វីពុំឃើញតើស្ដេចព្រាយចេញទៅពេលនេះឬក៏រងចាំពី3ថ្ងៃទៀតដែរទៅគឺពេលនេះតែម្ដងឱកាសល្អបានមកដល់ហើយយើងមិនរងចាំអ្វីទាំងអស់បានតោះយើងកុំភ្លេចនាំបរិវារយើងទៅទាំងអស់គ្នាទៅបានខ្ញុំដឹងហើយស្ដេចព្រាយមិនគួរណាយើងត្រូវបរងទុក្ខវេទនាបែបនេះទេមែនហើយមិនសមសោះទាំងក្មេងទាំងចាស់សុទ្ធតែពិការភ្នែកមានតែលោកគ្រូពេទ្យបុរាណម្នាក់ប៉ុណ្ណោះដែលមិនពិការភ្នែកតែពេលនេះលោកនៅតែមិនទាន់អាចព្យាបាលភ្នែករបស់ពួកយើងបានដែរខ្ញុំនេះពិតជាអស់សង្ឃឹមណាស់
តើពួកយើងអាចនឹងមើលឃើញវិញបានទេ កំពុងតែយំសោករឿងមើលអ្វីពុំឃើញពេលនេះទុកពិតជាជន់លើតុងពួកអសូរកាយបាននាំគ្នាមកបឺតឈាមអ្នកស្រុកអ្នកភូមិទៀនធ្វើឲ្យពួកគេមិនដឹងថាតើត្រូវរត់ទៅទីណាឡើយ ពួកឯងឆាប់ចូលទៅបឺតឈាមឲ្យសប្បាយចុះ បាទស្ដេចព្រាយ ហ៎ថាម៉េចនឹងនាងព្រាយអើយនាងព្រាយលើកលែងឲ្យពួកយើងទៅពួកយើងងងឹតភ្នែកមើលអ្វីពុំឃើញទេឆាប់ឈប់ភ្លាមទៅនាងព្រាយអសូរកាយមិនព្រមស្ដាប់តាមការអង្វរកររបស់អ្នកភូមិឡើយគឺរឹតតែបណ្ដោយឲ្យកូនចៅរបស់ខ្លួនបឺតឈាមរបស់អ្នកស្រុកអស់ជាច្រើនអ្នកភ្លាមនោះស្រាប់តែកូនចៅព្រាយម្នាក់នៅសុកក៏មានពន្លឺអ្វីម្យ៉ាងបាញ់ចំបណ្ដាលឲ្យដួលស្លាប់ភ្លាមហើយក៏មានកូនចៅនាងព្រាយជាច្រើនអ្នកទៀតដែលកំពុងតែរៀតត្បាតបឺតឈាមអ្នកភូមិស្លាប់ជាបន្តបន្ទាប់ឃើញបែបនេះនាងព្រាយអសូរកាយក៏ស្រែកសួរ អ្នកណាតើអ្នកណាថ្លើមធំមកសម្រាប់បរិវាររបស់យើងបែបនេះឆាប់ចេញមុខភ្លាមមក តាមពិតទៅនេះគឺជាថ្វីដៃរបស់នាងកែវដែលនាងបានមកទាន់ឃើញពពួកព្រាយទាំងនោះកំពុងតែបឺតឈាមមនុស្សរួចនាងក៏ប្រើយុទ្ធសាស្ត្រដើម្បីកម្ចាត់ពួកព្រាយទាំងអស់នោះ គឺយ៉ាងនេះហើយ នេះនាងចេះយុទ្ធសាស្ត្រដែរមែនទេ មែនហើយលោកឆាប់ទៅប្រមូលអ្នកភូមិយកដាក់មកកន្លែងទៅខ្ញុំនឹងទៅចាត់ការនាងព្រាយនោះ បាន នាងព្រាយអសរកាយនាងឯងនេះជាព្រាយថោកទាបបំផុតឆ្លៀតពេលដែលអ្នកភូមិមើលអ្វីពុំឃើញក៏លើកគ្នាមកបឺតឈាមអ្នកភូមិហាតើនាងជាអ្នកណាហេតុអីក៏ប្រហើនបែបនេះហាយើងគឺជាអ្នកកំចាត់នាងឯងនឹងហើយ សំអាងលើយុទ្ធសិលនាងកំពេចកំប៉ុកប៉ុណ្ណឹងតើអាចធ្វើអីយើងបានទៅហា បាញ់ចឹងឆាប់ចូលមកចុះ អូយ នាងព្រាយនិងបរិវារក៏នាំគ្នាត្រឡប់ទៅវិញអស់ចំណែកនាងកែវនិងលោកគ្រូពេទ្យបុរាណក៏នាំគ្នាគ្រាអ្នកស្រុកអ្នកភូមិទៅអង្គុយកន្លែងដែលមានសុវត្ថិភាព អ្នកមីងចាំមកទៅហើយ លោកពូមកតាមខ្ញុំមកណាចាំខ្ញុំគ្រា អ្នកទាំងពីរពួកខ្ញុំអរគុណណាស់ដែលបានមកជួយពួកខ្ញុំពិតជាភ័យខ្លាំងណាស់ព្រោះថាមើលអ្វីពុំឃើញហើយក៏មានពពួកព្រាយបិសាចមកអុកលុកបែបនេះទៀតអ្នកមីងសូមអ្នកមីងកំព្រួយអីមានខ្ញុំនៅទីនេះពួកនាងព្រាយនោះក៏មិនមកធ្វើអីពួកអ្នកភូមិបានទៀតដែរ ខ្ញុំអរគុណឲ្យក្មួយខ្ញុំពិតជាចង់ឃើញមុខក្មួយចិត្តល្អណាស់ មិនអីទេថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យភ្នែកអ្នកទាំងអស់គ្នាត្រឡប់មកជាដូចដើមវិញមើលឃើញដូចធម្មតាវិញជាមិនខានអូយអរគុណហើយក្មួយអើយមែនហើយខ្ញុំនឹកសតបាលីពាត់នៅទីនេះមិនឲ្យពួកព្រាយបិសាចទាំងនោះចូលមកអុកលុកភូមិទៀតឡើយបើវាហ៊ានមកមែនខ្ញុំនឹងកម្ចាត់វាឲ្យរលាយទៅជាខ្យល់តែម្ដង អ្នកនាងអ្នកស្រុកអ្នកភូមិដែលនៅទីនេះគឺពឹងទៅលើអ្នកនាងហើយ ខ្ញុំនឹងជួយអស់ពីលទ្ធភាពកំព្រួយអី នាងកែវបានសូត្របាលីរំពាត់ទីតាំងដែលអ្នកភូមិរស់នៅមិនឲ្យពពួកព្រាយបិសាចមកអុកលុកទៀតចំណែកឯនាងព្រាយអសូរកាយឯនោះវិញក្រោយប្រយុទ្ធចាញ់នាងកែវក៏មានចិត្តខឹងសម្បាជាខ្លាំងព្រោះគិតថាមិនគួរណាមកចាញ់នាងបែបនេះសោះនាងព្រាយក៏គិតចង់ត្រឡប់ទៅសងសឹកវិញ អូយអើយយើងមិនគួរណាមកចាញ់នាងម្នាក់នឹងសោះហើយតើវាគឺជាអ្នកណាហេតុអីបានជាមានយុទ្ធសាស្ត្រខ្លាំងពូកែបែបនេះ ខ្ញុំគិតថានាងនេះពិតជាមិនមែនជាមនុស្សធម្មតាឡើយទើបបានជាអាចប្រើយុទ្ធសាស្ត្របានល្អបែបនេះ ទោះបីជានាងមិនមែនជាមនុស្សធម្មតាយ៉ាងណាក៏ដោយ
ក៏យើងនេះមិនខ្វល់ពីអ្វីទាំងអស់យើងនឹងសងសឹកនាងវិញនៅថ្ងៃណាមួយជាមិនខាន នាងព្រាយក៏សំងំលាក់ខ្លួនដើម្បីព្យាបាលរបួសរបស់នាងចំណែកនាងកែវនិងគ្រូពេទ្យបុរាណវិញកំពុងតែព្យាយាមព្យាបាលជំងឺភ្នែករបស់អ្នកភូមិប៉ុន្តែទោះបីជាខំព្យាបាលយ៉ាងណាក៏ដោយក៏មិនអាចធ្វើឲ្យភ្នែករបស់អ្នកភូមិភ្លឺវិញបានឡើយដោយឃើញបែបនេះនាងកែវក៏បានសាកសួរទៅកាន់អ្នកមីងនៅជិតនោះ អ្នកមីងតាអ្នកមីងដឹងទេហេតុអីបានជាអ្នកក្នុងភូមិនេះងងឹតភ្នែកទាំងអស់គ្នាបែបនេះអូយបើក្មួយចង់ដឹងពីរឿងនេះមីងនឹងរៀបរាប់ប្រាប់ក្មួយឲ្យដឹងទៅចុះណាអូយត្បូងទទឹមនេះពិតជាមានពន្លឺចាំងល្អខ្លាំងណាស់បើយកទៅលក់ច្បាស់ជាបានប្រាក់ច្រើនជាមិនខានទេមែនហើយកម្របានឃើញត្បូងដែលមានពន្លឺភ្លឺបែបនេះណាក្រោយពីអ្នកភូមិបានឃើញត្បូងទទឹមនេះហើយក៏នាំគ្នារកវិធីឡើងដើម្បីខ្វេះយកត្បូងទទឹមនោះប៉ុន្តែខ្វេះយ៉ាងណាក៏ដោយក៏មិនបានសម្រេចដែរមើលទៅប្រហែលជាពួកយើងមិនអាចយកត្បូងនេះបានទេពួកយើងត្រឡប់ទៅវិញទៅមែនហើយតោះយើងក្រោយពេលដែលអ្នកភូមិត្រឡប់ទៅវិញអ្នកទាំងនោះក៏ប្រែជើងងងឹតភ្នែកមើលអ្វីពុំឃើញឡើយរហូតមកដល់ពេលនេះរឿងហេតុគឺបែបនេះហើយក្មួយខ្ញុំដឹងហើយថាហេតុអីបានជាអ្នកភូមិប្រែទៅជាបែបនេះហើយហេតុអីបានជាខ្ញុំត្រូវជ្រុះធ្លាក់ដល់ដីបែបនេះជ្រុះធ្លាក់ដល់ដីនាងនិយាយនេះតែចង់មានន័យថាម៉េចទៅតាមពិតទៅខ្ញុំគឺជាត្បូងទទឹមដែលនៅលើថ្ងាសរបស់ព្រះបដិមាករនោះហើយខ្ញុំក៏ឆ្ងល់ដែរថាហេតុអីនៅសុកខ្ញុំក៏ស្រាប់តែធ្លាក់ដល់ដីបែបនេះហើយខ្ញុំតែងតែគិតមកជាយូរហើយថាប្រហែលជានេះមកពីខ្ញុំតាំងសិលរាប់ពាន់ឆ្នាំតែបានខ្ញុំកាត់ជាមនុស្សបែបនេះបើពិតជាដូច្នេះមែនឲ្យពួកខ្ញុំសុំខមាលទោសផងទៅចុះព្រោះតែពួកខ្ញុំខ្វះការយល់ដឹងមានចិត្តលោភលន់ទើបបានជំនុំទុកទោសដល់ក្មួយដូច្នេះគឺខ្ញុំទេដែលត្រូវសុំទោសអ្នកភូមិទាំងអស់គ្នាបើមិនមែនព្រោះតែខ្ញុំទេអ្នកភូមិនៅទីនេះក៏មិនពិការភ្នែកបែបនេះដែរខ្ញុំនឹងជួយអ្នកទាំងអស់គ្នាឲ្យមានភ្នែកភ្លឺដូចធម្មតាវិញខ្ញុំសន្យានាងកែវក្រោយដឹងការពិតហើយក៏នៅក្នុងភូមិជួយយកអាសាអ្នកស្រុកអ្នកភូមិគ្រប់គ្នារីឯនាងព្រាយអសូរកាយឯនោះវិញក្រោយសម្រាកបានរយៈពេល3ថ្ងៃហើយនោះក៏ចាប់ផ្ដើមជាសះស្បើយឡើងវិញដូចធម្មតាមិនបង្អង់យូរឡើយនាងព្រាយអសូរកាយនោះក៏ប្រញាប់ចេញទៅសងសឹកភ្លាមពេលនេះយើងមានកម្លាំងឡើងវិញហើយយើងនឹងចេញទៅសម្លាប់នាងមិនឲ្យនាងធ្វើជាឆ្អឹងទៅទាំងកយើងឡើយឯងឆាប់ទៅប្រមូលបរិវាររបស់យើងចេញទៅបឺតឈាមពួកអ្នកស្រុកអ្នកភូមិភ្លាមទៅបាទខ្ញុំនឹងទៅចាត់ការភ្លាមនាងព្រាយអសូរកាយចេញទៅលើកនេះទៅទាំងមានគំនុំនៅក្នុងចិត្តជាខ្លាំងព្រោះគិតថានឹងទៅសងសឹកការដែលនាងចាញ់នាងកែវកាលពីលើកមុនហើយវិវោហើយលោកត្រូវប្រមូលអ្នកភូមិឲ្យនៅអង្គុយចិត្តគ្នាណាដាច់ខាតកុំឲ្យគេចេញទៅណាឲ្យសោះដឹងទេតើមានរឿងអីទៅពួកព្រាយអសូរកាយវាចេញមកអុកឡុកទៀតហើយថាម៉េចកុំបារម្ភអីខ្ញុំបានពាត់បល័យជុំវិញទីនេះហើយនាងស្រីបិសាចនោះមិនអាចចូលមកបានទេឆាប់ទៅប្រមូលពួកគាត់ទៅទីនេះទុកឲ្យខ្ញុំជាអ្នកចាត់ការបានពិតដូចជានាងកែវនិយាយមែននាងព្រាយអសូរកាយនិងបរិវារបានមកដល់ក្នុងភូមិពិតមែនអូយដៅណាស់មានរឿងអីហេតុអីបានជាពួកបរិវាររបស់យើងមិនអាចចូលទៅបានបែបនេះប្រហែលជាទីនេះត្រូវបានពាត់ទៅដោយបល័យហើយទើបពួកបរិវារយើងមិនអាចដើរចូលទៅក្នុងភូមិនេះបានដូច្នេះនាងពិតជាថ្លើមធំណាស់ដែលហ៊ានប្រឆាំងនឹងយើងបែបនេះនាងព្រាយបានបញ្ចេញអំណាចរបស់ខ្លួនដោយពង្រីកខ្លួនធំទៅរហូតធ្វើឲ្យនាងកែវនិងយុទ្ធអាចមើលឃើញបានយ៉ាងច្បាស់កែវ
នោះគឺនាងព្រេងតើខ្លួនវាធំណាស់ហើយវាកំពុងតែសម្លឹងមើលមកនាងថែមទៀតផងយុទ្ធលោកឆាប់នាំអ្នកភូមិទៅច្រកកន្លែងដែលបាត់ចិត្តដើម្បីកុំឲ្យនាងព្រេងនេះបានឃើញឲ្យសោះខ្ញុំនឹងចាត់ការនាងព្រេងរួមទាំងបរិវាររបស់វាបានយុទ្ធក៏បានធ្វើតាមនាងកែវប្រាប់ចំណែកនាងព្រេងក្រោយប្រែក្រឡាឲ្យខ្លួនធំហើយនោះក៏ក្រហមដាក់នាងកែវដើម្បីបង្ហាញពីអំណាចរបស់ខ្លួនយើងចង់ដឹងណាស់តើនាងអាចធ្វើអីយើងបានទៅបើនាងខ្លាំងនាងឆាប់ប្រយុទ្ធជាមួយយើងភ្លាមទៅយើងនឹងមិនឲ្យឯងមកអុកឡុកភូមិនេះទៀតទេបានបើនាងពិតជាមានសមត្ថភាពមែនចូលមកចោះអូយឈឺណាស់អូយឈឺណាស់នាងព្រៃក៏បានប្រាយុទ្ធសិលបាញ់មកលើនាងកែវចំណែកឯនាងកែវវិញរត់គេចចុះគេចឡើងនិងបានបែងភាគខ្លួនជា6ផ្សេងគ្នាដើម្បីបន្លប់ភ្នែករបស់នាងព្រៃនោះធ្វើឲ្យនាងព្រៃមិនអាចស្មានដឹងថាតើមួយណាគឺជានាងកែវពិតប្រាកដឡើយតើមួយណាជានាងទៅឯងប្រកាសជាមិនដឹងទេថាមួយណាគឺជាយើងនោះនាងកែវមិនបង្អង់យូរឡើយក៏បានប្រើដំបងទេពបុកទម្លុះបេះដូងរបស់នាងព្រៃធ្វើឲ្យនាងព្រៃស្លាប់នាពេលនោះទៅនាងស្លាប់ហើយមែនទេមិនហើយនាងស្លាប់ហើយតែនៅបរិវាររបស់នាងដែលនៅមិនទាន់ស្លាប់ហាតើត្រូវធ្វើយ៉ាងម៉េចទៅកុំបារម្ភអីនាងកែវបិទភ្នែកសូត្របាលីអាគីធ្វើឲ្យបរិវារនាងព្រៃត្រូវឆេះខ្លួនរលាយហោះទៅតាមខ្យល់អស់ទៅចាប់តាំងពីពេលនោះមកអ្នកភូមិក៏លែងមានពពួកព្រៃអសុរកាយមកបៀតបៀនយាយីតទៅទៀតអូយពួកខ្ញុំអរគុណក្មួយហើយដែលក្មួយបានជួយពួកខ្ញុំឲ្យរួចផុតពីពួកព្រាយបិសាចអសុរកាយទាំងអស់នេះមែនហើយក្មួយរួចផុតជីវិតលើកនេះក៏ដូចជាបានរស់ឡើងវិញចឹងដែរនៅមិនតាន់ទេខ្ញុំនៅជួយអ្នកស្រុកអ្នកភូមិឲ្យមានភ្នែកភ្លឺដូចធម្មតាវិញកែវតើនាងនឹងត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំមានវិធីហើយនាងកែវក៏ឲ្យយុទ្ធនាំអ្នកភូមិទៅកាន់កន្លែងបដិមាកររួចនាងក៏សម្រេចចិត្តវិលចូលទៅតាំងសិលនៅលើថ្ងាសរបស់ព្រះបដិមាករវិញបន្តិចទៀតអ្នកភូមិទាំងអស់នឹងអាចមើលឃើញវិញហើយតើនាងចង់ធ្វើអីទៅកែវខ្ញុំនឹងប្រែទៅជាត្បូងកណ្ដៀងតាំងសិលរាប់ពាន់ឆ្នាំនៅលើថ្ងាសរបស់ព្រះបដិមាករទៀតនៅពេលដែលខ្ញុំបានខ្លាចជាត្បូងទទឹមនឹងទៅនៅលើថ្ងាសរបស់ព្រះបដិមាករនោះអ្នកភូមិនឹងអាចមើលឃើញឡើងវិញជាមិនខានអូយក្មួយតើមានវិធីអីផ្សេងក្រៅពីនេះដែរទេគ្មានទេមីងមានតែវិធីនេះតែមួយគត់ទើបអាចជួយបានបើបែបនេះមែនពូមិនបាច់មើលឃើញវិញក៏បានដែរក្មួយពូចង់ឲ្យក្មួយក្លាយជាមនុស្សព្រោះក្មួយខំតាំងសិលអស់រាប់ពាន់ឆ្នាំទម្រាំបានក្លាយមកជាមនុស្សពេលនេះបើក្មួយត្រឡប់ទៅតាំងសិលវិញមានន័យថាតលទៅរាប់ពាន់ឆ្នាំទៀតទើបអាចក្លាយជាមនុស្សមកវិញបានមិនអីទេពូខ្ញុំពេញចិត្តធ្វើជីវិតខ្ញុំមួយបដូរជីវិតអ្នកភូមិមួយភូមិនេះខ្ញុំសុខចិត្តធ្វើដោយមិនរៀនរែកឡើយការបូជារបស់កែវពួកយើងនឹងចងចាំជានិច្ចហើយពួកយើងនឹងបន្តការគោរពបូជាបដិមាករនេះរហូតតទៅអរគុណណាស់ជុតដល់ពេលហើយខ្ញុំត្រូវទៅហើយនាងកែវក៏ក្លាយជាត្បូងទទឹមហោះចូលទៅកាន់កន្លែងដើមវិញក្រោយពេលដែលនាងកែវបានចូលទៅកាន់កន្លែងដើមវិញហើយអ្នកភូមិគ្រប់គ្នាក៏អាចមើលឃើញវិញភ្លាមខ្ញុំមើលឃើញវិញហើយខ្ញុំក៏មើលឃើញដែរមែនហើយពួកយើងលែងងងឹតភ្នែកទៀតហើយចាប់តាំងពីពេលនោះមកអ្នកស្រុកអ្នកភូមិតែងតែយកដង្វាយមកថ្វាយដល់ព្រះបដិមាករនិងនាងកែវនៅរៀងរាល់ថ្ងៃពេញបរមីមិនដែលខានឡើយ
ដើម្បីរំលឹកដល់គុណដែលនាងកែវបានជួយដល់ពួកគេ